看看。ai đom tụi ai nó mà kêu ai đom cũng kính đó cũng kính chào ăn xuống bán được bét chiên bóc cái này chào được chạm từ tua lại đom nữa phải nó một trong tiền là tại đom chân mà viên sân tâm viên chân Cuma过来。现在我们的健康不健健的带。中国的儿童和柬埔寨使馆的儿童一起来献花。好了吧，小赵，可以了吧？可以了吧，小赵？好了。สบายนะว่าจะจับไปจ้านั่นไงยอมเป็นโยนเกย์แจ้งได้ยอมเป็นโยนเรียนผูกกับสายก็เลยที่สุดอ่ะเรียนกายพิเศษทบลมได้ตั้งยอมตัดเต้ต่อยสากยอมเติร์เตียบแกเติร์มือครูนเรียนปอนมหาสกเทียบมันบานเติร์ข้างโปร่งใต้แต่ที่ได้เราที่จันจ้าสลักละอ่อนนะไอ้เราเจอมาเติร์นะdạ trâu nè thì chẹt bên tay bên tay cái thì chẹt bên tay đến cái ngày là on nè tầm na dần để lâu bị căng là on á anh nói bị căng là on á luôn quá ăn bán là on á luôn quá cha còn tủ là on á trong ban từ của Sna cho ra cái này là hay pi sắc đà xong rồi chắc lúc anh không vô ra dari Sudan Hai 411 Speaking welcome back to Beijing. Excellency, nice to see you again. Nice to see you. Excellency, merci beaucoup. Soyez les bienvenus. So much. Thank you so much, Your Excellency. My respects and regards. Thank you with all my heart. Merci, infiniment, Excellency. ជំរាបសួរសប្បាយអរណាស់បាទដល់សួរជំរាបសួរអីដល់អីទៅសុខសប្បាយទេអីដល់មិនអីទេ
ដាច់ស្រួលទេដៃទេការីមិនទៅទៅដល់លោកស្រីbây giờយើងដើរទៅចាស់យើងទៅជាងឯកឧត្តមឥឡូវសូមជូនឯកឧត្តមលោកនាយករដ្ឋមន្ត្រីខាងស្ដាំខ្ញុំឯកឧត្តមលោកអនុប្រធានកម្ពុជាជាតិតន្ត្រីខាងឆ្វេងแล้วចាំសូមអត្ថបទដើម្បីយើងបានឡាយជាមួយនឹងគ្នាមានអត់ណាមានគីឡូទេចាខ្ញុំសូមថ្លែងនៅសេចក្តីកតញ្ញូដ៏ជ្រាលជ្រៅចំពោះឯកឧត្តមលោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជាជាតិតន្ត្រីយើងសំសានឯកឧត្តមលោកអនុប្រធាននៃកម្ពុជាជាតិតន្ត្រីយើងជាសម្ផននឹងឯកឧត្តមអស់លោកស្រីជាទីស្នេហាទាំងអស់ដែលមេត្តាផ្ដល់នៅមហាកិត្តិយសនិងសុភមង្គលដល់ខ្ញុំដោយអញ្ជើញមកកាន់ទីលំនៅនៃខ្ញុំនៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិននេះដែលជាមហាប្រិយមិត្តនៃយើងនៃកម្ពុជាប្រជាធិបតេយ្យប្រជាជននិងរដ្ឋាភិបាលយើងថ្ងៃនេះជាថ្ងៃនក្ខត្តឫក្សដែលយើងបានជួបជុំគ្នាបង្ហាញជូនចំពោះមុខពិភពលោកទាំងមូលនៅការរួបរวมជាធ្លុងមួយនៃប្រជាជននិងអ្នកស្នេហាជាតិក្នុងកម្ពុជាក្រៅកម្ពុជាទាំងអស់រួបរวมគ្នាជាធ្លុងមួយដើម្បីពង្រីកពង្រឹងនៅសាមគ្គីធម៌ឯកភាពជាតិយើងពង្រីកពង្រឹងនៅកម្លាំងនៃការតស៊ូរបស់យើងវាយខ្មាំងយួនឈ្លានពានយួនអាណានិគមនិយមដែលមកជិះជាន់ប្រទេសយើងដោយខុសច្បាប់នៃអន្តរជាតិនៃអង្គការសហប្រជាជាតិធ្វើការជាមួយនឹងគ្នាចាប់តាំងពីម្សិលមិញនេះមករហូតដល់ថ្ងៃនេះហើយពីយប់មិញនេះយើងបានសម្រេចជាឯកច្ឆានក្នុងक्षेत्रភាពនិងយុទ្ធសាមគ្គីយើងសម្រាប់ស៊ូនេះមិនមែនដោយយើងស្រឡាញ់នៅសង្គ្រាមទេពីព្រោះយើងស្នេហាជាតិមាតុភូមិស្នេហាប្រជាជនសូមអីដល់ទៅតាមទៅចាយើងឡាយមួយក៏ចិត្តទៅបានសូមអីដល់លោកតាចា
ประเทศในกำเทียบเทียบตับไตลูกเมตตาเชยบาชาโดยเรียนภาษาต่างตระกาส่งขอบคุณจิตติมงคลขอบคุณอะไรขอบคุณอะไรก็มาทั้งไงนั้นยังบ้านเอาการมวยท่มบางท่ายสกอโลกเคยเยื้องรูปลงนี่เป็นสมุกีหรือถึงตั้งละมาขนมกาต่อสู้ลำไปนังบางคอมยวนอ้อยchân bị sọc mà tận thế giờ mình mang cho trong do mà tự dụng bài cầm lang to nó làm bay đó sẽ thành hạt mà đấy nhớ cái trong mắt trong cho cha thế nó ở sài gòn lúc vô là chân tới ở vô nó có việc ba mà vô cả túi dương smoke nó tam cô ca là bao nhiêu để hai đôi smoke chân sông hay bị đauគោរពសម្រាប់ប្រធានអង្គប្រជាជាតិតែសូមគោរពឲ្យអង្គតន្ត្រីទី1សូមគោរពអង្គប្រជុំទាំងអស់ថ្ងៃនេះយើងបានធ្វើការបានលទ្ធផលល្អហើយលទ្ធផលជ្រៅជ្រះនាំឲ្យយើងមានទស្សនៈឯកភាពគ្នាមួយកម្រិតថែមទៀតលើទឹះបច្ចុប្បន្ននិងទៅអនាគតដោះស្រាយបញ្ហាកម្ពុជាយ៉ាងម៉េចតាមន័យនេះគឺថារដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យចម្រុះយើងកាន់តែពង្រឹងនៅភាពគ្នាបានសម្រាប់ផលល្អដល់ហើយបន្តសូមគោរពអស់លោកស្រីដែលអញ្ជើញមកកាន់ទីនេះខ្ញុំនរោត្តមសីហនុប្រធានកម្ពុជាប្រជាធិបតេយ្យដោយមានឯកឧត្តមសុនសានរដ្ឋមន្ត្រីទី1នៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យរដ្ឋាភិបាលចម្រុះឯកឧត្តមខៀវសំផនអនុប្រធានកម្ពុជាប្រជាធិបតេយ្យនិងឯកឧត្តមសុនសែនឯកឧត្តមប៊ុនសយជាសមាជិកនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យនៅអមផងមានមហាកិត្តិយសអានដោយតទៅនេះជូនជ្រាបនៅការស្នើរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យចម្រុះដោះស្រាយបញ្ហាកម្ពុជាដោយនយោបាយការស្នើរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យចម្រុះដោះស្រាយបញ្ហាកម្ពុជាដោយនយោបាយនេះយើងខ្ញុំដែលបានប្រជុំគ្នាជាភាពត្រៈនៅក្នុងទីនេះរដ្ឋធានីពេកាំងនៃសាធារណរដ្ឋប្រជាមានិតចិនយើងបានសម្រេចជាឯកច្ឆាជាធ្លុងមួយនៅថ្ងៃនេះគឺ17មេនា1986ខ្ញុំសូមអាននៅអត្ថបទការស្នើដល់មហោឡារិកនៃយើងខ្ញុំនេះក្នុងនាមកម្ពុជាប្រជាធិបតេយ្យក្នុងនាមប្រជាជនកម្ពុជាមានអត្ថបទមានអត្ថន័យដូចតទៅនេះការស្នើនេះម្យ៉ាងគឺចេញមកពីសុឆន្ទៈរបស់ប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យចម្រុះត្រីភាគីហើយម្យ៉ាងទៀតគឺឈរលើសេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិជាបន្តបន្ទាប់7ឆ្នាំមកហើយនឹងឈរលើសេចក្តីថ្លែងការណ៍
និស្សិតអន្តរជាតិអំពីកម្ពុជាឆ្នាំ1981 1. រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យចម្រុះត្រីភាគីសូមស្នើឲ្យរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមចូលមកចរចាជាមួយរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យចម្រុះត្រីភាគីដើម្បីពិភាក្សាគ្នាអំពីកិច្ចដំណើរការដកកងទ័ពរបស់វៀតណាមចេញពីកម្ពុជាហើយយើងមិនទាមទារឲ្យសាធារណរដ្ឋសង្គមនិយមវៀតណាមដកអស់ភ្លាមតែម្ដងទេយើងសុខចិត្តឲ្យដកជា2រយៈដោយមានពេលកំណត់ច្បាស់លាស់ប្រទេសផ្សេងទៀតអាចចូលរួមការចរចានេះបានតាមការសម្រេចរបស់គេដើម្បីជួយជំរុញការដោះស្រាយបញ្ហាកម្ពុជាដោយនយោបាយ 2. បន្ទាប់ពីមានកិច្ចព្រមព្រៀងអំពីកិច្ចដំណើរដកកងទ័ពវៀតណាមគ្រប់សពហើយនឹងមានការឈប់បាញ់ដើម្បីឲ្យវៀតណាមដកកងទ័ពតាមកិច្ចព្រមព្រៀង 3. ការដកកងទ័ពរបស់វៀតណាមនេះនិងការឈប់បាញ់នេះត្រូវមានក្រុមសង្កេតការណ៍អង្គការសហប្រជាជាតិត្រួតពិនិត្យផ្ទាល់ 4. បន្ទាប់ពីកងទ័ពវៀតណាមដកចប់រយៈទី1ហើយហេងសំរិននិងបពពួកចូលចរចាជាមួយរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យចម្រុះត្រីភាគីដើម្បីរៀបចំរដ្ឋាភិបាលចម្រុះ4ភាគីកម្ពុជាដែលមានសម្ដេចនរោត្តមសីហនុជាប្រធាននិងឯកឧត្តមសេនសានជារដ្ឋមន្ត្រីទី1តាមស្មារតីមហាសាមគ្គីជាតិនិងផ្សះផ្សាជាតិដើម្បីឲ្យកម្លាំងទាំង4ភាគីមានសិទ្ធិជាកម្លាំងនយោបាយនៅក្នុងសង្គមកម្ពុជា 5. រដ្ឋាភិបាលចម្រុះ4ភាគីកម្ពុជានេះមានភារកិច្ចរៀបចំការបោះឆ្នោតដោយសេរីក្រោមការត្រួតពិនិត្យរបស់ក្រុមសង្កេតការណ៍អង្គការសហប្រជាជាតិ1 6 កំណត់ឡើងវិញប្រទេសកម្ពុជាជាកម្ពុជាឯករាជ្យឯកភាពក្នុងបូរណភាពដែនដីរបស់ខ្លួនប្រជាធិបតេយ្យសេរីសន្តិភាពអព្យាក្រឹតមិនចូលបកសម្ព័ន្ធគ្មានកងទ័ពបរទេសណាទាំងអស់បោះនៅលើទឹកដីកម្ពុជាអព្យាក្រឹតភាពកម្ពុជាមានអង្គការសហប្រជាជាតិធានាអះអាងដោយមានក្រុមសង្កេតការណ៍អង្គការសហប្រជាជាតិមកប្រចាំការផ្ទាល់ក្នុងរយៈ2 ឬ 3 ឆ្នាំដំបូងផង 7 កម្ពុជាស្វាគមន៍ប្រទេសទាំងអស់ទាំងប្រទេសលោកខាងលិចទាំងប្រទេសលោកខាងកើតទាំងប្រទេសអព្យាក្រឹតនិងប្រទេសមិនចូលបកសម្ព័ន្ធមកជួយកសាងប្រទេសកម្ពុជា 8 ដោយឡែកចំពោះប្រទេសវៀតណាមកម្ពុជាឯករាជ្យឯកភាពក្នុងបូរណភាពដែនដីរបស់ខ្លួនសន្តិភាពអព្យាក្រឹតមិនចូលបកសម្ព័ន្ធរីករាយនឹងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមិនឈ្លានពានគ្នាហើយរួមរស់តាក់ទងរកស៊ីទៅវិញទៅមកជាមួយគ្នាដោយសុខសន្តិភាពជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាមជារៀងរហូត
ការស្នើនេះគឺដើម្បីរកសុខសន្តិភាពនៅកម្ពុជាផងនិងធានានៅសុខសន្តិភាពនៅអាស៊ីអាគ្នេយ៍និងអាស៊ីប៉ាស៊ីហ្វិកផងពេលកាំងថ្ងៃ17មេនា1981នរោត្តមសីហនុប្រធានកម្ពុជាប្រជាធិបតេយ្យឡាយសន្សានរដ្ឋមន្ត្រីទី1នៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យចម្រុះឡាយហត្ថលេខាខៀវសំផនអនុប្រធានកម្ពុជាប្រជាធិបតេយ្យទទួលបន្ទុកកិច្ចការបរទេសឡាយហត្ថលេខាខ្ញុំសូមអរគុណជាទីបំផុតណាស់ស្រួលអីដល់ជិះចូលទៅនេះក៏សบายណាស់បាទអីដល់លើជិះមកទៀតចាស់ជិះអីដល់លើជិះបាទជុំជិះហើយបាទជិះហើយសบายណាស់ជិះអីដល់លើបានមានដៃយើងបាទទៅជិះចាបាទសម្រាប់ដល់ទៅបាទជិះអីដល់លើជិះខ្ញុំអស់លោកស្រីជាទីស្នេហាទាំងអស់ឥឡូវខ្ញុំសូមលើកកែវហើយជូនពរសពសាធុការដល់បវរចំពោះឯកឧត្តមសំសាននាយករដ្ឋមន្ត្រីឯកឧត្តមខៀវសំផនអនុប្រធានាធិបតីនិងឯកឧត្តមសុនសែនឯកឧត្តមប៊ុនសយនិងឯកឧត្តមអស់លោកស្រីលោកជំទាវបងប្អូនទាំងអស់ហើយជាពិសេសចំពោះកងទ័ពប្រកបដោយមហាវីរភាពត្រីភាគីនៃកម្ពុជាប្រជាធិបតេយ្យយើងនិងប្រជាជននិងអ្នកដឹកនាំខាងក្នុងប្រទេសយើងទាំងអស់កម្មាភិបាលទាំងអស់រដ្ឋាភិបាលយើងនៅក្នុងកម្ពុជាសូមបានមហាជោគជ័យជំនះក្នុងការតស៊ូវាយខ្មាំងយួនឈ្លានពានអាណានិគមនិយមនេះដើម្បីបានជ័យជំនះធ្វើសេរីការរំដោះកម្ពុជាមាតុភូមិជាទីសក្ការៈនៃយើងឲ្យបាន100%ក្នុងអនាគតកាលដ៏មិនវែងឆ្ងាយសូមកម្ពុជាជាប្រទេសសាធុការជោគជ័យច្រើនណាស់ហើយខ្ញុំថាសេចក្តីថ្លែងការណ៍របស់យើងនេះសេចក្តីស្នើនេះការស្នើនេះមិនមានលទ្ធផលទទួលនៅលទ្ធផលល្អប្រពៃសាចាគាត់ទៅធ្វើខុសរបៀបសូមឯកឧត្តមលោកតា เขายังไม่เจ๋งนะสร้างก็ยังไม่เจ๋งนะสำได้ใบข้าวจะบอกให้พี่สังกัดจะมาหาเกติโยไอ้ดอมดอมมาจะเรียกเขาสบายสบายสบายเดี๋ยวเขาเอ้เจ๋งยังก่อนว่ามันสร้างก็ยังไม่เจ๋งนะทานจุกใบข้าวจะไม่รู้แล้วไอ้ดอมนะพี่ข้าสารเนี่ยเกิดเอ้我一样的一样的เดี๋ยวก่อนเจ๋งนะ哦你好的我们也是很久没见了ทานจุกอยู่ห้าอ่ะดอมใบข้าวสร้างก็แย่ละจะมาสิ่งเดียวป่ะสบายได้ดอมsốc mìnhสบาย 身体还可以，不过不是太高兴。哦，哎，没关系。怎么好啊？สบายสบาย挺好，谢谢。好，谢谢。彭赛部长。哦，彭赛。啊，大师来了。你好，你好。
ឯកឧត្តមឯកអគ្គលេខាធិការជាទីគោរពស្នេហានៃយើងខ្ញុំតំណាងកម្ពុជាជាតិតបតីសូមជូនពរសពសាធុការដល់បវរបំផុតសូមឯកឧត្តមបានប្រកបដោយសុខភាពល្អបរិបូរណ៍អាយុយឺនយូរនិងមហាជោគជ័យគ្រប់បែបយ៉ាងក្នុងបេសកកម្មដ៏ខ្ពង់ខ្ពស់ជាប្រវត្តិសាស្ត្រនៃឯកឧត្តមហើយសូមថ្លែងនៅសេចក្តីកោតសរសើរដល់កក់ក្ដៅជាទីបំផុតចំពោះឯកឧត្តម今天我们感到非常荣幸，有机会代表我们民主柬埔寨代表团全体成员，尊敬的中国共产党总书记胡耀邦阁下赠送这个花篮，以表示我们对您的敬意。我们祝您健康长寿，在履行您的崇高使命中，不断取得胜利。好，谢谢你，谢谢你。阿布拉根。好，我你看到每次你都给我的。当什么的？当要跳嘛？阿布拉根。đây đài đặc nom đòi aiឧត្តមសុនសានaiឧត្តមខៀវសំផននឹងខ្លួនខ្ញុំយើងខ្ញុំសូមថ្លែងនៅសេចក្តីអំណរអរព្រគុណចំពោះaiឧត្តមឯកអគ្គលេខាធិការនៃគណៈបកកុម្មុយនីសចិនដ៏មហារុងរឿងថ្កានដែលព្រះមេត្តាទទួលយើងខ្ញុំម្ដងទៀតដល់រាក់ទាក់ហើយដោយភាត្រៈមហាមិត្តភាពយើងខ្ញុំទុកការទទួលអំពីសំណាក់ឯកឧត្តមនេះជាមហាកិត្តិយសខ្ពង់ខ្ពស់ណាស់ហើយមានអត្ថន័យដ៏ខ្ពង់ខ្ពស់ជាទីបំផុតមានអត្ថន័យថាសាធារណរដ្ឋជាមនិតចិនទាំងមូលគ្រប់គ្រងជាតិអារ៉ាបដ៏ម៉ឺងម៉ាត់ដោយមហិទ្ធិឫទ្ធិមហាប្រសិទ្ធភាពចំពោះការតស៊ូដ៏បញ្ញាថាតស៊ូរហូតរបស់ប្រជាជនកម្ពុជានិងអ្នកស្នេហាជាតិទាំងអស់នៃកម្ពុជាប្រជាធិបតេយ្យរហូតដល់បានរំដោះជាតិមាតុភូមិកម្ពុជាបាន 100% សូមអរព្រគុណជាទីបំផុតចំពោះសក្ខីកម្មដ៏ត្រចះត្រចង់ដែលឯកឧត្តមដល់ប្រជាជននិងរដ្ឋាភិបាល切感谢光荣的中国共产党总书记尊敬的胡耀邦阁下再一次亲切热情的会见我们，我们将您对我们的会见视作为崇高的荣誉并感到非常的幸福。您对我们的会见有深刻的含义，它再一次体现了中华人民共和国将始终如一的、坚决的对柬埔寨人民提供有力和有效的支持，体现了中华人民共和国将永远的支持柬埔寨人民和民柬联合政府三方领导人所进行的救国斗争，直至柬埔寨获得100%的独立。我谨代表柬埔寨民族和人民再一次向阁下表示深切的感谢。ប្រជាជនកម្ពុជាជាធិបតេយ្យរដ្ឋាភិបាលចម្រុះត្រីភាគីនៃកម្ពុជាជាធិបតេយ្យកងទ័ពកងកម្លាំងប្រដាប់អាវុធត្រីភាគីកម្ពុជាជាធិបតេយ្យសូមឲ្យយើងខ្ញុំពំនាំជូនចំពោះឯកឧត្តមនិងឯកឧត្តមតេងសាពីងនិងឯកឧត្តមលោកអ្នកដឹកនាំនៃសាធារណរដ្ឋជាមនិតចិនទាំងអស់និងប្រជាជនចិនមហិមាសូមជូននៅសេចក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតដោយគោរពសក្ការៈស្នេហាជាទីបំផុតដែលសាធារណរដ្ឋជាមនិតចិនដល់មហាការរុងរឿងមេត្តាផ្ដល់ដល់យើងខ្ញុំជាតារានៅការគ្រប់គ្រងគ្រប់វិស័យទាំងអស់ហើយផ្ដល់ទៅលើឆាកអន្តរជាតិមានជោគជ័យកាន់តែបំផុតឡើងសូមអរគុណទីបំផុត走好你们3条
một đợt bóng nhằm xong tăng nghiêm mà sao mà mất tên giáo phím hay sao mà mất rom tre thì môi cho chị giang hay là sao mà mất vật thiên đi xiên nhiên rom pian không nghiêm nhóm toa là xong sầm đa nhỉ đây ông nó sao yang có đào chun mà đã mất Campuchia tiền lai vậy không này bay khó 第一次走后，你们才第8个汉节，取得了新的胜利。事实证明，啊，去年这个越南这个时候啊，宣传你们快完蛋了，完全是谎言。第一个走后。ការជូនពរខទី1គឺសូមជូនពរដល់មណ្ឌលមិត្តកម្ពុជាបានទទួលជ័យជំនះថ្មីក្នុងរដូវប្រាំងទី8នេះគឺការពិតចាស់ស្ដាយបានបញ្ជាក់ឲ្យឃើញច្បាស់ថា2ឆ្នាំពេលដូចគ្នានៅឆ្នាំទៅនេះគឺពួកវៀតណាមបានឃោសនាថាពួកបណ្ដាកម្ពុជាទាំងឡាយបានត្រូវកំទេចអស់ហើយនេះជាពាក្យបងមិនឆប់ពីភពទាំងស្រុង第二个这个走后呢，就是你们3方啊，这个还在团结方面呢有了新的加强，这是你们救国斗争呢必然要胜利的一个一条这个根本保证。ជូនពរខទី3គឺជូនពរត្រីភាគីកម្ពុជាត្រីភាគីនៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យចម្រុះមានការបង្កាន់ថ្មីក្នុងសាមគ្គីគ្នានេះសាមគ្គីភាពនេះគឺជាសក្តីធានាអះអាងសម្រាប់បណ្ដាមិត្តដណ្ដើមជ័យជំនះក្នុងការតស៊ូជាបំខានឡើយ第3是走后你们这一次开了个很好的内阁会议，决定了就共同通过了一个一个很有历史意义的一个具有历史意义的一个什么和平解决政治解决柬埔寨问题的这么一个建议。这个建议是很有历史意义的。ខទី3សូមជូនពរលើកនេះគឺបណ្ដាមិត្តកម្ពុជាបានប្រជុំគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យម្ដងទៀតនៅនេះហើយបានអនុម័តជាឯកច្ឆន្ទនៅសេចក្តីស្នើអំពីការដោះស្រាយបញ្ហាកម្ពុជាតាមនយោបាយគឺសេចក្តីស្នើនេះប្រកបដោយអត្ថន័យជាប្រវត្តិសាស្ត្រណាស់非常感谢。我要我们认为你们这个政治你们政治解决柬埔寨问题的这个建议是很有诚意的，是很合情合理的。យើងខ្ញុំ